បងប្អូនទាំងអស់គ្នាប្រហែលជាធ្លាប់ឮហើយពាក្យ extrovert និង introvert ណាអញ្ចឹងចង់ដឹងថាមនុស្ស extrovert និងមនុស្ស introvert ហ្នឹងវាមានភាពខុសគ្នាយ៉ាងម៉េចណាមនុស្ស extrovert គឺជាមនុស្សដែលចូលចិត្តភាពសប្បាយរីករាយជាមួយនឹងការប្រស្រ័យទាក់ទងជាមួយនឹងអ្នកដទៃការចូលរួមសកម្មភាពសង្គមនិងបរិយាកាសមានមនុស្សច្រើននិយាយទៅមនុស្សប្រភេទនេះងាយស្រួលបង្កើតទំនាក់ទំនងហើយបើយើងនិយាយអំពីលក្ខណៈសម្បត្តិរបស់មនុស្ស introvert វិញគឺគាត់ចូលចិត្តមនុស្សថ្មីហើយរួសរាយរាក់ទាក់ណាហើយចូលចិត្តនិយាយច្រើនចូលចិត្តធ្វើការងារជាក្រុមហើយហ៊ានចូលរួមសកម្មភាពនិងកម្មវិធីផ្សេងៗងាយស្រួលសម្របខ្លួននៅក្នុងបរិយាកាសថ្មីណាបាទនិយាយទៅបើមនុស្ស introvert ហ្នឹងមានន័យថាគាត់គឺជាមនុស្សដែលឃើញមនុស្សគឺគាត់ចូលចិត្តទៅធ្វើការប្រស្រ័យតាក់ទងតែម្ដងបើយើងនិយាយមួយម៉ាត់គេហៅថាមនុស្ស ហេកុបណាចុះមនុស្ស introvert វិញមនុស្ស introvert គឺជាមនុស្សដែលចូលចិត្តបរិយាកាសស្ងប់ស្ងាត់ឬការនៅម្នាក់ឯងណាឬការនៅម្នាក់ឯងពួកគេចូលចិត្តគិតពិចារណាមុននិយាយហើយមានទំនាក់ទំនងស៊ីជម្រៅជាមួយនឹងមនុស្សម្នាក់ឬពីរនាក់វាជាជាងមានមិត្តភ័ក្តិច្រើនណាបាទអញ្ចឹងគាត់ចូលចិត្តស្ងប់ស្ងាត់ហើយគាត់សាច់គប់មនុស្សម្នាក់ឬក៏ពីរនាក់ឯងក៏អត់ចូលចិត្តមានមិត្តភ័ក្តិច្រើនទេបាទអញ្ចឹងលក្ខណៈសម្បត្តិរបស់មនុស្ស introvert ណាគឺគាត់ចូលចិត្តបរិយាកាសបែបស្ងប់ស្ងាត់ជាមនុស្សគិតមុននិយាយណាគិតមុននិយាយគាត់គឺជាអ្នកស្ដាប់ដ៏ល្អណាហើយចូលចិត្តធ្វើការងារណាដែលផ្ដោតទៅលើអារម្មណ៍បាទមនុស្ស introvert ហ្នឹងគឺគាត់ចូលចិត្តមានមិត្តភ័ក្តិតិចតួចប៉ុណ្ណោះប៉ុន្តែការទំនាក់ទំនងរបស់គាត់ហ្នឹងគឺមានភាពស្និទ្ធស្នាលមានភាពជិតស្និទ្ធណាបាទនិយាយទៅគឺគាត់ចូលចិត្តរៀនស្ងប់ស្ងាត់មនុស្ស introvert អញ្ចឹងសរុបមកវិញភាពខុសគ្នារវាងមនុស្ស extrovert និង introvert ហ្នឹងមានន័យថាបើមនុស្ស extrovert គឺគាត់ចូលចិត្តតំណតំណងគេហើយចូលចិត្តដើរទៅរកគេមុនណាហើយបើមនុស្ស introvert គឺគាត់ចូលចិត្តស្ងប់ស្ងាត់ហើយមិត្តភ័ក្តិហ្នឹងអត់ចូលចិត្តរាប់អានច្រើនតែម្នាក់ពីរនាក់ទេណាបាទអញ្ចឹងភាពខុសគ្នារវាងមនុស្ស extrovert និងមនុស្ស introvert គឺមានប៉ុណ្ណឹងណាបាទសូមអរគុណ